មិនក៏មកអង្គុយផឹកស្រាម្នាក់ឯងច្រើនម្លេះហើយថែមទាំងហៅអូនមកទាំងប្រញាប់ទៀតជីជាកំពុងគេងម្នាក់ឯងនៅផ្ទះណាយប់មិញនេះអូននៅជាមួយជីជាពេញមួយយប់មែនទេបងស្រវឹងហើយមកអូនគ្រាទៅសម្រាកចាំសិនមានរឿងអីហ្នឹងទូរស័ព្ទបងចង់ឆែកទូរស័ព្ទអូនមែនទេបានតើអូនឲ្យបងមើលអត់មានផងអត់មានលេខដែលស៊ីវបាននិយាយមែនខ្ញុំបន្ទោសម៉ុងស៊ីនខុសហើយម៉ុងស៊ីនបងសុំទោសយប់មិញនេះស៊ីវបានជួបមនុស្សអាក្រក់នាងប្រាប់ថាសំឡេងអ្នកបញ្ជានៅក្នុងទូរស័ព្ទគឺជាសំឡេងមនុស្សស្រីអញ្ចឹងហើយបានជាបងអញ្ចឹងម៉េចបងក៏សង្ស័យលើអូនមែនទេហេតុអីបងសុកចិត្តជឿនាងតែមិនព្រមជឿអូនម៉ុងស៊ីនព្រោះនាងគឺជាគ្រួសាររបស់បងចុះអូនវិញអូនជាស្អីគេអូនគឺជាមនុស្សដែលបងស្រឡាញ់ជាសង្សាររបស់បងកុំយំអីណាឈប់យំទៅមកទីនេះមកឈប់យំទៅគ្មានរឿងអីទៀតទេស៊ូស៊ីវលើកនេះចាត់ទុកថាឯងសំណាងធំចុះលោកអគ្គនាយកឡុងខ្ញុំបានជូនអ្នកនាងលើមកដល់ហើយលើមកនេះមកកូនជំរាបសួរប៉ាជំរាបសួរលោកពូជំរាបសួរអ្នកមីងលើម្នាក់នេះកូនត្រូវហៅថាអ្នកមីងណាជំរាបសួរអ្នកមីងឆាប់មកអង្គុយជិតមីងមកលើគឺជាកូនស្រីរបស់បងជាមួយប្រពន្ធមុននាងរៀននៅសាលាស្នាក់នៅរហូតមកកាលដែលប្រពន្ធមុនបងសម្រាលនាងក៏ស្លាប់ដោយសារធ្លាក់ឈាមខ្លាំងអញ្ចឹងសោះខ្ញុំស្មានតែបងធំអត់មានកូនសោះទើបប្រញាប់ចង់ធ្វើជាប៉ារបស់កូនអ្នកដទៃម្លេះឯងសើចអីអត់មានអីទេញ៉ាំបាយទៅប៉ុន្តែបងធំលើនៅតូចម្លេះហេតុអីបញ្ជូននាងឲ្យទៅរៀននៅសាលាស្នាក់នៅអញ្ចឹងគឺដើម្បីបណ្ដុះបណ្ដាលភាពឯករាជ្យរបស់នាងតាំងពីតូចនឹងណាទើបបញ្ជូននាងទៅម្យ៉ាងទៀតសាលានោះក៏ល្អខ្លាំងណាស់ដែរជាសាលាអន្តរជាតិស្តង់ដារខ្ពស់ការអប់រំបែបអន្តរជាតិសាលាល្អយ៉ាងនេះបងធំចុះកូនស្រីរបស់លេខាសិនក៏រៀននៅទីនោះដែរមែនទេចំណែកជាគឺស្ថានភាពខុសគ្នានាងធំឡើងអត់មានប៉ាខ្វះភាពកក់ក្ដៅបងបារម្ភថាបើបញ្ជូននាងទៅសាលាស្នាក់នៅនឹងធ្វើឲ្យនាងកាន់តែមានអារម្មណ៍មិនល្អនឹងឯកោត្រូវហើយជាអត់មានប៉ាពិតជាគួរឲ្យអាណិតណាស់ចុះលើអត់មានម៉ាក់តាំងពីតូចមិនគួរឲ្យអាណិតទេអីលោកអគ្គនាយកអ្នកនាងសិននឹងជាមកដល់ហើយប៉ាជាមកម៉ុងស៊ីនអង្គុយញ៉ាំជាមួយគ្នារៀបចំអាហារពីរចានទៀតមកបាទលោកអគ្គនាយកជន់ថ្ងៃនេះមិនមែនថ្ងៃចុងសប្តាហ៍ទេអីជាថាចង់ទៅមើលសួនត្រីញ៉ាំបាយហើយពួកយើងទៅទាំងអស់គ្នាទៅបានតើបងធំបងមិនមែនបានសន្យាថាជូនលើទៅមើលកូនទេអីអូមែនតាណោះប៉ាកូនពិតជាចង់ទៅសួនត្រីណាស់កូនចង់ឲ្យប៉ាទៅជាមួយកូនខ្លាំងណាស់បានប៉ាជូនកូនទៅចុះឲ្យលើទៅជាមួយពូរបស់នាងចុះអញខ្ញុំមានការរវល់ណាស់ញ៉ាំបាយហើយខ្ញុំក៏ត្រូវចេញក្រៅដែរខ្ញុំមានការបន្តិចថ្ងៃចុងសប្តាហ៍អត់រៀនផងប្អូនស្រីឯងចង់ទៅណាខ្ញុំដឹងតើខ្ញុំចង់ត្រឡប់ទៅមើលផ្ទះទីនេះមិនមែនជាផ្ទះឯងទេអីខ្ញុំចង់មានន័យថាផ្ទះចាស់របស់ខ្ញុំស៊ីវនៅមានម្ដាយធွာនិងបងប្រុសម្នាក់ទៀតតើយ៉ាងណាមិញនាងធំដឹងក្តីនៅទីនោះនាងគួរតែទៅលេងពួកគេណែស៊ីវឯងចង់ទិញកាដូអីជូនគាត់ទេឬមួយក៏វេលុយឲ្យគាត់ខ្លះទៅព្រោះឥឡូវនេះឯងជាអ្នកនាងធំរបស់គ្រួសារត្រកូលឡុងហើយលេខាសិននាងមិនបាច់និយាយបញ្ជូរបងទេទំនាក់ទំនងរវាងខ្ញុំពួកគេនិងគ្រួសារត្រកូលឡុងមិនពាក់ព័ន្ធអីនឹងនាងទេនាងគ្រាន់តែជាលេខារបស់បងប្រុសខ្ញុំទេរឿងក្នុងគ្រួសារមិនបាច់ឲ្យនាងមកខ្វល់ឡើយកុំប្រាប់ណាថារឿងអីរបស់បងធំខ្ញុំឥឡូវគឺនាងជាអ្នកសម្រេចចិត្តទាំងអស់នោះស៊ីវឯងមិនអាចនិយាយអញ្ចឹងទេម៉ុងស៊ីននាងមានបំណងល្អទេមានបំណងល្អចំពោះខ្ញុំឬគ្រួសារត្រកូលឡុងឲ្យប្រាកដខ្ញុំខ្លាចតែដល់ពេលនោះនាងមានបំណងអាក្រក់មកលើពួកយើងវិញទេដឹង